សួស្តីថ្ងៃនេះនាងខ្ញុំមានព្រីងกินហើយពុកម៉ែបងប្អូនអើយថ្ងៃនេះនាងខ្ញុំមកធ្វើទឹកព្រីងញ៉ាំម្ដងដោយសារតែព្រីងក៏វាសម្បូរណាស់ដែរហើយនាងខ្ញុំក៏ចង់ធ្វើអ្វីដែលប្លែកៗនៅពេលដែលនាងខ្ញុំច្របាច់ព្រីងបែកសពអស់ហើយនាងខ្ញុំក៏ចាប់ផ្ដើមយកព្រីងនឹងដើម្បីយកមកត្រងគឺនាងខ្ញុំត្រងយកតែទឹកទេរីឯកាកនិងក្របរបស់វាគឺនាងខ្ញុំមិនយកទេហើយនាងខ្ញុំក៏ធ្វើបែបនេះចំនួន2ដងផងដែរនៅពេលដែលនាងខ្ញុំបានត្រងទឹកព្រីងរួចជាស្រេចហើយនាងខ្ញុំក៏ចាប់ផ្ដើមយកឆ្នាំងមួយដើម្បីយកវាមកដាក់ដាំនិងរមាស់រហូតតតែទឹកព្រីងនឹងបានពុះផងដែរហើយទឹកព្រីងនេះនៅពេលដែលពុះគឺនាងខ្ញុំមិនបានបន្ថែមរសជាតិអ្វីទេគឺនាងខ្ញុំយកបែបធម្មជាតិអំពីព្រីងតែម្ដងពុះហើយនាងខ្ញុំក៏យកទៅដាក់ក្នុងទូក្លាសេទុកឲ្យត្រជាក់ទៅបាននាងខ្ញុំយកមកបរិភោគសួស្តីឥឡូវទឹកព្រីងរបស់នាងខ្ញុំគឺថាបានឆ្អិនរួចរាល់ហើយពោវិញក៏មានសភាពស្រស់ស្អាតដែរតែរសជាតិយ៉ាងណាសូមសាក់មើលសិនរសជាតិជូរអែមឆ្ងាញ់មែនទែនតែម្ដងនិយាយទៅនេះបើតាមគំនិតខ្ញុំគិតទេណាព្រីងនេះប្រហែលជាយកទៅផលិតធ្វើជាស្រាដូចជាស្រាទំពាំងបញ្ជូរអីប្រហែលជាមានរសជាតិឆ្ងាញ់តាមមើលរសជាតិជូរអែមឆ្ងាញ់មែនទែនរសជាតិឆ្ងាញ់ណាស់